ក្រោយពីការប្រកួតជម្រុះយ៉ាងស្វិតស្វាញនៅជុំទី1ក្នុងការប្រកួតនិទានរឿងជាភាសាអង់គ្លេសនៃសាលារៀនអន្តរទ្វីបអាមេរិកក្នុងឆ្នាំសិក្សា2024-2025បានរកឃើញបេក្ខជនចំនួន27រូបមកពី12សាខាក្នុងរាជធានីខេត្តក្រុងនឹងចូលរួមប្រកួតវគ្គផ្ដាច់ព្រាត់នៅព្រឹកថ្ងៃទី22ខែមីនា ឆ្នាំ2025នៅការិយាល័យកណ្ដាលរាជធានីភ្នំពេញតើបេក្ខជនរូបណានឹងក្លាយជាម្ចាស់ជ័យលាភីក្នុងកម្មវិធីប្រកួតនិទានរឿងជាភាសាអង់គ្លេសនៃសាលារៀនអន្តរទ្វីបអាមេរិកលើកទី6នេះព្រមទាំងទទួលបាននៅអាហារូបករណ៍ជាច្រើនរួមមានជ័យលាភីលេខ1ទទួលបានអាហារូបករណ៍ 100% ពេញមួយឆ្នាំជ័យលាភីលេខ2ទទួលបានអាហារូបករណ៍ 75% ពេញមួយឆ្នាំជ័យលាភីលេខ3ទទួលបានអាហារូបករណ៍ 50% ពេញមួយឆ្នាំរួមទាំងពានមេដាយប័ណ្ណសរសើរនិងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀតជួបគ្នានៅថ្ងៃទី22ខែមីនាឆ្នាំ2025ខាងមុខនេះក្នុងការប្រកួតវគ្គផ្ដាច់ព្រាត់ការនិទានរឿងជាភាសាអង់គ្លេសនៃសាលារៀនអន្តរទ្វីបអាមេរិកលើកទី6សាលារៀនអន្តរទ្វីបអាមេរិក AIS គុណភាពវិន័យនិងសេវាកម្ម